ប្រជាពលរដ្ឋដែលមានអាយុ22ឆ្នាំពេញបរិបូរណ៍តើអាចប្រឡងយកបានបើកបរយានយន្តប្រភេទណាខ្លះកខនិងកប្រជាពលរដ្ឋដែលមានអាយុ24ឆ្នាំពេញបរិបូរណ៍តើអាចប្រឡងយកបានបើកបរយានយន្តប្រភេទណាខ្លះប្រភេទកខគខនិងងតើអ្នកបើកបរយានយន្តមានអត្រាជាតិអាល់កុលកម្រិតប៉ុន្មានត្រូវផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី 0.40 មីលីក្រាមក្នុង1លីត្រខ្យល់ឡើងទៅតើបានបើកបរតូចចក្រយានយន្តនិងត្រីចក្រយានយន្តមានប៉ុន្មានប្រភេទមានមួយប្រភេទគឺប្រភេទកមានទំហំស៊ីឡាំងចាប់ពី 125 cc ឡើងទៅក្នុងទីប្រជុំជនតើការកំណត់ល្បឿនអតិបរមាសម្រាប់តូចចក្រយានយន្តប៉ុន្មានគីឡូម៉ែត្រក្នុង1ម៉ោង30គីឡូម៉ែត្រក្នុង1ម៉ោងនៅពេលបត់ឆ្វេងឬស្ដាំតើអ្នកបើកបរតូចចក្រយានយន្តត្រូវឲ្យសញ្ញាយ៉ាងតិចប៉ុន្មានម៉ែត្រពីផ្លូវបត់ឬផ្លូវប្រសព្វយ៉ាងតិច20ម៉ែត្រនៅក្រៅទីប្រជុំជនចំណែកទ្រូងផ្លូវសម្រាប់ម៉ូតូនិងរថយន្តប្រើប្រាស់តែមួយរួមគ្នាតើម៉ូតូត្រូវចែករថយន្តនៅខាងណាត្រូវចែករថយន្តនៅខាងឆ្វេងដៃនៅលើផ្លូវប្រសព្វដែលពុំមានផ្លាកសញ្ញាមានសិទ្ធិអតិភិបតើអ្នកបើកបរយានណាមានសិទ្ធិទៅមុនអ្នកបើកបរយានមកពីខាងស្ដាំដៃរបស់ខ្លួនមានសិទ្ធិទៅមុននៅពេលថ្ងៃដែលមានភ្លៀងធ្លាក់ខ្លាំងឬចោរអាប់តើអ្នកបើកបរម៉ូតូត្រូវបើកភ្លើងអ្វីត្រូវបើកភ្លើងកូដនៅក្នុងទីប្រជុំជនអ្នកបើកបរម៉ូតូក្នុងល្បឿន30គីឡូម៉ែត្រក្នុង1ម៉ោងតើអ្នកត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រយ៉ាងតិច9ម៉ែត្រពេលជិះគ្នានៅលើផ្លូវចោតហើយចង្អៀតតើយានជំនិះណាមួយមានសិទ្ធិទៅមុនទុកឲ្យយានជំនិះឡើងចំណតទៅមុនតើច្បាប់អនុញ្ញាតឲ្យម៉ូតូសណ្ដោងរមាក់ផ្ទុកទំនិញបានប៉ុន្មានគីឡូក្រាមមិនឲ្យលើសពី300គីឡូក្រាមអ្នកបើកបរចេញពីផ្លូវលំឬដីនិងអ្នកបើកបរលើផ្លូវជាតិតើអ្នកបើកបរណាមានសិទ្ធិទៅមុនអ្នកបើកបរលើផ្លូវជាតិមានសិទ្ធិទៅមុននៅពេលចែងតើត្រូវទុកចន្លោះគម្លាតប៉ុន្មានម៉ែត្រពីយានដែលអ្នកត្រូវចែងយ៉ាងតិច1ម៉ែត្រតើច្បាប់អនុញ្ញាតឲ្យរមាក់ម៉ូតូដែលមានពុកទទឹង2ទល់មុខគ្នាផ្ទុកមនុស្សប៉ុន្មាននាក់មិនឲ្យលើសពី4នាក់នៅក្រៅទីប្រជុំជនពេលបើកបរក្នុងល្បឿន70គីឡូម៉ែត្រក្នុង1ម៉ោងត្រូវរក្សាទុកចន្លោះសុវត្ថិភាពប៉ុន្មានម៉ែត្រយ៉ាងតិច42ម៉ែត្រដោយម្ដេចដែលហៅថាអ្នកប្រើប្រាស់ផ្លូវជាអ្នកបើកបរយានជំនិះនិងអ្នកថ្មើរជើងដែលធ្វើដំណើរលើផ្លូវតើអ្នកបើកបរតូចចក្រយានយន្តអាចបើកបរទន្ទឹមគ្នានៅលើកន្លងផ្លូវតែមួយបានឬទេហាមបើកបរទន្ទឹមគ្នាពេលជួបប្រទះផ្លាកសញ្ញាហាមចតតើអ្នកបើកបរអាចឈប់បានឬទេអាចឈប់បាននៅលើគំនូសថ្មើរជើងឆ្លងកាត់តើអ្នកបើកបរអាចឈប់បានដែរឬទេហាមឈប់នៅពេលអ្នកបើកបរតូចចក្រយានយន្តនិងត្រីចក្រយានយន្តជួបអ្នកថ្មើរជើងដែលកំពុងឆ្លងកាត់ទ្រូងផ្លូវគ្មានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់តើអ្នកត្រូវធ្វើដូចម្ដេចខ្លះហាមធ្វើឲ្យអាក់ខានឬរាំងស្ទះដល់អ្នកថ្មើរជើងធ្វើដំណើរតើតូចចក្រយានយន្តអនុញ្ញាតឲ្យផ្ទុកមនុស្សចំនួនប៉ុន្មាននាក់អនុញ្ញាតឲ្យផ្ទុកមនុស្សពេញវ័យបាន2នាក់និងអាចបន្ថែមបានកុមារម្នាក់តើសញ្ញាចរាចរណ៍មានប៉ុន្មានប្រភេទអ្វីខ្លះមាន4ប្រភេទគឺភ្លើងសញ្ញាចរាចរណ៍ផ្លាកសញ្ញាចរាចរណ៍គំនូសសញ្ញាចរាចរណ៍និងសញ្ញាបញ្ជារបស់ភ្នាក់ងារចរាចរណ៍នៅលើទ្រង់ផ្លូវដែលគ្មានឬមានគំនូសបែងចែកទ្រង់ផ្លូវជាពីរទិសផ្ទុយគ្នាតើអ្នកបើកបរតូចចក្រយានយន្តត្រូវបើកដូចម្ដេចបើកបរអែបស្ដាំគៀកនឹងចិញ្ចើមផ្លូវនៅក្នុងទីក្រុងឬទីប្រជុំជនមានបែងចែកទ្រង់ផ្លូវជាពីរទិសចរាចរណ៍ហើយទិសម្ខាងមាន2កន្លងផ្លូវតើអ្នកបើកបរតូចចក្រយានយន្តត្រូវបើកបរនៅកន្លងផ្លូវណានៅកន្លងផ្លូវខាងស្ដាំតើការប្រើប្រាស់ស៊ីផ្លេត្រូវបានអនុញ្ញាតនៅពេលណាខ្លះពេលថ្ងៃតើអ្នកបើកបរយានជំនិះគ្រប់ប្រភេទត្រូវជិះគ្នានៅខាងណាត្រូវជិះគ្នានៅខាងស្ដាំរបស់ខ្លួនតើយានជំនិះគ្រប់ប្រភេទអាចឈប់ឬចតលើគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់បានឬទេហាមឈប់ឬចតយានជំនិះពីលើជាដាច់ខាត
នៅពេលបើកបរម៉ូតូគ្រប់ប្រភេទតើច្បាប់មានតម្រូវឲ្យពាក់មួកសុវត្ថិភាពដែរឬទេត្រូវតែពាក់មួកសុវត្ថិភាពពេលអ្នកបើកបរជួបប្រទះផ្លាកសញ្ញាហាមបត់ឆ្វេងតើអាចបត់ត្រឡប់ក្រោយបានឬទេមិនបានទេនៅពេលអ្នកកំពុងបើកបរតូចក្រយានយន្តអាចនិយាយទូរស័ព្ទបានឬទេប្រសិនបើគ្មានឧបករណ៍ទំនាក់ទំនងមិនបានបើមានបានបើកបរប្រភេទខរថយន្តធុនតូចតើអាចបើកបរម៉ូតូប្រភេទកបានឬទេបើកបរមិនបានទេនៅក្រៅទីប្រជុំជនតើម៉ូតូត្រូវឈប់ឬចតនៅទីកន្លែងដូចម្តេចត្រូវឈប់ឬចតនៅលើជាយផ្លូវតើប្រជាពលរដ្ឋមានអាយុចាប់ពីប្រមាណឆ្នាំឡើងទៅទើបអាចមានសិទ្ធិបើកបរតូចក្រយានយន្តដែលមានទំហំស៊ីឡាំងចាប់ពី 125cc ចុះក្រោម15ឆ្នាំពេញបរិបូរណ៍នៅក្រៅទីប្រជុំជនតើការកំណត់ល្បឿនអតិបរមាសម្រាប់តូចក្រយានយន្តប៉ុន្មានគីឡូម៉ែត្រក្នុង1ម៉ោង70គីឡូម៉ែត្រក្នុង1ម៉ោងតែច្បាប់ចរាចរណ៍ផ្លូវគោកហាមពិសាជាស្រវឹងដែលមានអត្រាជាតិអាល់កុលចាប់ពីប៉ុន្មានមីលីក្រាមក្នុង1លីត្រខ្យល់ចាប់ពី 0.25 មីលីក្រាមក្នុង1លីត្រខ្យល់តើអ្នកបើកបរតូចក្រយានយន្តឬត្រីចក្រយានយន្តអាចចែងខាងស្ដាំបានឬទេអាចចែងខាងស្ដាំបានលើកលែងតែយានដែលអ្នកត្រូវចែងនោះបាននឹងកំពុងធ្វើសញ្ញាបដូរទិសខាងឆ្វេងហើយឈប់ឬត្រៀមដើម្បីបត់ឆ្វេងនៅលើមហាវិថីក្នុងទីប្រជុំជនតើយានជំនិះគ្រប់ប្រភេទត្រូវឈប់ដាក់មនុស្សឡើងឬចុះនៅចម្ងាយប៉ុន្មានម៉ែត្រពីផ្លូវប្រសព្វយ៉ាងតិច10ម៉ែត្រនៅពេលអ្នកបើកបរតូចក្រយានយន្តនិងត្រីចក្រយានយន្តជួបអ្នកថ្មើរជើងដែលរៀបឬកំពុងឆ្លងកាត់ទ្រូងផ្លូវដែលកន្លែងនោះមានគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់តើអ្នកត្រូវធ្វើដូចម្តេចត្រូវឈប់នៅមុខគំនូសសញ្ញាសម្រាប់ថ្មើរជើងឆ្លងកាត់ដើម្បីអ្នកថ្មើរជើងឆ្លងកាត់ផុតសិនអ្នកមានប័ណ្ណបើកបររថយន្តប្រភេទកតើមានសិទ្ធិបើកបរម៉ូតូប្រភេទកបានឬទេបើកបរមិនបានទេនៅពេលចរាចរណ៍ចង្អៀតខ្លាំងយាននៅកន្លងខាងស្ដាំលឿនជាងយាននៅកន្លងខាងឆ្វេងតែចាត់ទុកជាការចែងដែរឬទេមិនចាត់ទុកជាការចែងទេតើអ្នកបើកបរតូចក្រយានយន្តត្រីចក្រយានយន្តត្រូវឈប់ឬចតប៉ុន្មានម៉ែត្រពីមុខនិងពីក្រោយផ្លាកសញ្ញាកន្លែងរបស់រថយន្តក្រុងឈប់យ៉ាងតិច10ម៉ែត្រ